បាទសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំចង់បរៀនអ្នកទាំងអស់គ្នាអំពីរបៀបប្រើ ChatGPT សម្រាប់អ្នកដែលទើបតែចាប់ផ្ដើមប្រើ ChatGPT លើកដំបូងអញ្ចឹងអ្នកទាំងអស់គ្នាបានស្គាល់បានឮហើយអីទៅជា ChatGPT អញ្ចឹងខ្ញុំសង្ខេបមកខ្លីៗអញ្ចឹង ChatGPT វាគឺជា AI assistant មួយដែលវាជាជំនួយការផ្ទាល់ខ្លួនរបស់យើងដែលវានៅក្បែរខ្លួនយើងរហូតហើយយើងអាចសួរព័ត៌មានផ្សេងៗបានទាំងអស់យើងអាចសួរសំណួរយើងអាចឲ្យវាជួយបង្កើតគំនិតផ្សេងៗហើយវាចំណេញពេលវេលាផងដែរអញ្ចឹងបើសិនជាសម័យមុនយើងអត់មាន ChatGPT ទេយើងនឹងពិបាករកព័ត៌មានមួយចំនួនដែលយើងត្រូវការយើងត្រូវចំណាយពេលទៅបណ្ណាល័យឬក៏សួរអ្នកដែលមានចំណេះដឹងឬក៏យើងអាចរកតាមអ៊ីនធឺណិតផ្សេងៗសម្រាប់ ChatGPT បើសិនយើងមាន ChatGPT account ក្នុងដៃយើងអាចសួរបានគ្រប់ពេលវេលាទាំងអស់អញ្ចឹងតើ ChatGPT វាជួយសម្រួលការងារប្រចាំថ្ងៃយើងបានអីខ្លះអញ្ចឹងទី1វាអាចជួយសរសេរ email របស់យើងអញ្ចឹងបើសិនជាយើងមិនសូវមានបទពិសោធន៍ច្រើនក្នុងការសរសេរភាសាផ្លូវការសម្រាប់សរសេរ email ទេ ChatGPT វាអាចនឹងជួយសម្រួលយើងច្រើនក្នុងការសរសេរ email ទី2ជួយទៅលើការងារសិក្សាអញ្ចឹងសម្រាប់សិស្សឬនិស្សិតមួយចំនួនដែលត្រូវការព័ត៌មានអីយើងមិនចាំបាច់ទៅបណ្ណាល័យបើកសភៅ120ឬក៏200សភៅទៀតទេយើងគ្រាន់តែសួរជាសំណួរទៅ ChatGPT នឹងឆ្លើយទី3វាជួយ generate បង្កើត idea ផ្សេងគំនិតយោបល់ផ្សេងអឺបានច្រើនខ្លាំងមែនទែនហើយចំណុចទី4គឺវាជួយបកប្រែអត្ថបទយើងជាភាសាខ្មែរបានដូចគ្នាជាទៅដើម្បីឲ្យ ChatGPT វាឆ្លើយសំណួរឬក៏បង្កើតជាគំនិតយោបល់យើងកាន់តែល្អប្រសើរជាងមុនយើងចាំបាច់ត្រូវយើងចេះអឺសួរសំណួរឲ្យបានច្បាស់ទៅ ChatGPT យើងចេះបន្ថែមព័ត៌មានសំខាន់នៅក្នុងហ្នឹងដើម្បីឲ្យ ChatGPT ឆ្លើយមកទៅវាអត់មានខុសទាស់អីហើយទី3យើងអាចប្រើភាសាងាយនៅពេលដែលយើងសរសេរជា prompt ឬក៏សួរសំណួរទៅវាអាចឆ្លើយមកវិញជាភាសាស៊ូបើសិនជាយើងអ្នកអត់ចេះភាសាអង់គ្លេសច្រើនក៏អាចអឺបាន keyword ដែលគាត់ឲ្យមកវិញហ្នឹងល្អដែរអូខេអញ្ចឹងហ្នឹងជាខ្លីៗអំពី ChatGPT អញ្ចឹងដើម្បីបង្កើត ChatGPT បានទីមួយយើងត្រូវមាន account Gmail ហើយបន្តទៀតយើង download app ឬក៏យើងប្រើក្នុង web browser យើង login ទៅយើងអាចចាប់ដើម chat បានតែម្ដងអញ្ចឹងកុំឲ្យខាតពេលយូរខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នារបៀបបង្កើត account ChatGPT តែម្ដងបាទអ្នកទាំងអស់គ្នាអញ្ចឹងដើម្បីយើងអាចបង្កើត account ChatGPT free បានអញ្ចឹងអ្នកទាំងអស់គ្នាអាចចូលទៅក្នុង web browser មួយណាក៏បានអាចប្រើនៅក្នុង Firefox ឬក៏ Google Chrome ក៏បានហើយវិធីសាស្ត្រទៀតបើសិនអ្នកទាំងអស់គ្នាចង់ប្រើនៅក្នុង web browser ក៏អាចចូលទៅ download app របស់ Microsoft Store បានដូចគ្នាអញ្ចឹងយើងអាច download ប្រើ direct នៅក្នុង app ហ្នឹងក៏បានដែរប៉ុន្តែថ្ងៃហ្នឹងខ្ញុំបង្ហាញអ្នកទាំងអស់គ្នាក្នុងការប្រើនៅក្នុងChrome Google Chrome អញ្ចឹងយើងបើក Google Chrome មកអញ្ចឹងយើងយក account មួយណាមួយមកអញ្ចឹងយើងវាយពាក្យ ChatGPT អូខេអញ្ចឹងយើងយកពាក្យ sign up for free នេះមកអញ្ចឹងសម្រាប់ការ sign up យើងអាចaccount Gmail យើងក៏បានយើងប្រើជាមួយ Apple ID ក៏បានឬក៏យើង login ជាមួយទូរស័ព្ទក៏បានអញ្ចឹងដោយសារខ្ញុំមាន account ស្រាប់អញ្ចឹងខ្ញុំអាចចូលទៅតែម្ដងសុំចាំបន្តិចអូខេអញ្ចឹងនេះជា account ChatGPT អឺដែលខ្ញុំបានបង្កើតរួចរាល់អញ្ចឹងខ្ញុំចង់បង្ហាញអ្នកនរគ្នាខ្លីៗនៅលើអេក្រង់របស់ ChatGPT ហ្នឹងមានព័ត៌មានអីខ្លះអញ្ចឹងបើសិនយើងមើលទៅខាងឆ្វេងមានពាក្យ new chat នេះសម្រាប់អ្នកទាំងអស់គ្នាអាចសរសេរឬក៏សួរសំណួរបានដែលយើងអាចសរសេរនៅកន្លែង plus នេះ
នេះក៏ញូឆាតមានពាក្យ search chat សម្រាប់ឲ្យយើងស្វែងរកឆាតចាស់ៗដែលយើងធ្លាប់សួរ chat GPT កន្លងមកហើយ icon មួយនេះឈ្មោះ project អញ្ចឹង project នេះជាកន្លែងដែលយើងអាចបង្កើតបានថា project សំណួរឬក៏យើងចង់សួរសំណួរមួយតាក់ទងនឹងរឿងទីផ្សារអញ្ចឹងយើងដាក់ folder មួយទីផ្សារទៅឬក៏តាក់ទងនឹង design យើងអាចបង្កើត project មួយតាក់ទង design ទៅអាហ្នឹងវាមិនខុសឲ្យពីយើងបង្កើត folder នៅក្នុងកុំព្យូទ័រយើងទេហើយនៅក្រោមនេះយើងមិនខ្វល់ទេអានេះខ្ញុំគាត់ដឹងអីដែរនៅខាងក្រោមនេះវាមានពាក្យ reason ហ្នឹងសម្រាប់ការងារសំណួរដែលយើងធ្លាប់សួរឡូវមកវានឹង store នៅខាងឆ្វេងនេះអូខេអញ្ចឹងទាំងអស់ហ្នឹងវាអត់មានអីសំខាន់ទេទាំងអ្នកទាំងអស់គ្នាអាចអនុវត្តបន្ថែមបានអញ្ចឹងបន្តមកទៀតខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាអំពីឧទាហរណ៍ខ្លីៗសម្រាប់ការប្រើប្រាស់ chat GPT ហ្នឹងឯងអញ្ចឹងខ្ញុំចង់ចូលទៅមេរៀនយើងវិញអញ្ចឹងជាមួយ chat GPT វាអាចជួយសម្រួលយើងក្នុងការសរសេរ email បានអញ្ចឹងឧទាហរណ៍យើងចង់សរសេរ email មួយទៅខាងសាលារៀនឬក៏យើងទៅមេយើងឧទាហរណ៍យើងធ្វើការយើងចង់ដាក់ច្បាប់អីអញ្ចឹងខ្ញុំរៀបចំគំរូប្រមមួយឲ្យ chat GPT ជួយសរសេរយើងសួរចេះមកប៉ុន្តែយើងមិនចាំបាច់ត្រូវចេះអង់គ្លេសខ្លាំងទេអញ្ចឹងឧទាហរណ៍យើងចង់សរសេរជា email polite email មួយជាភាសាអង់គ្លេសទៅមេយើងដើម្បីសុំគាត់ដាក់ច្បាប់ភាសាយើងមានជាប់កម្មវិធីគ្រួសារអញ្ចឹងទៅអញ្ចឹងយើងផ្ញើទៅអញ្ចឹង chat GPT វានឹងជួយសរសេរ email ហ្នឹងឲ្យយើងបានល្អដោយយើងមិនបាច់ចេះភាសាអង់គ្លេសជ្រៅជ្រះទេអញ្ចឹងយើងអាចឲ្យ chat GPT ជួយសរសេរបានអញ្ចឹងទីទៀតវានឹង generateចឹងមើលវាចេញមកហើយឧទាហរណ៍វាអញ្ចឹងយើងដាក់ subject មកយក headផលអីអញ្ចឹងវាជួយសរសេរឲ្យយើងទាំងអស់ចានឹងឧទាហរណ៍ទី1នឹងការសរសេរ email ទី2ឧទាហរណ៍យើងចង់ធ្វើ research តាក់ទងនឹងការរៀនរបស់យើងអញ្ចឹងខ្ញុំមានឧទាហរណ៍យើងចង់ធ្វើ research មួយតាក់ទងនឹងរឿងប្រវត្តិនឹងកយើងឲ្យសរសេរឲ្យមានលក្ខណៈស្រួលសម្រាប់ន័យថាសិស្សថ្នាក់ទី9ក៏អាចយល់បានដែរអញ្ចឹងយើងអាចសួរទៅ ChatGPT វានឹងសរសេរឲ្យយើងរបៀបបែបស្រួលអញ្ចឹងវា generate ឲ្យយើងអញ្ចឹងវារៀបរាប់ហើយកវត្តគឺជាភាសាដ៏ល្បីល្បាញបំផុតនៅប្រទេសកម្ពុជាអញ្ចឹងវាសង្ខេបឲ្យយើងបានល្អអូខេអញ្ចឹងឧទាហរណ៍ទី3ឧទាហរណ៍យើងចង់ generate idea អញ្ចឹងខ្ញុំមានឧទាហរណ៍មួយដែលចង់ឲ្យវា generate idea យើងឧទាហរណ៍យើងមាន idea នេះមួយឧទាហរណ៍យើងផ្ដល់ឲ្យខ្ញុំគំនិតយោបល់15ក្នុងការរកស៊ីឬក៏ business នៅក្នុងប្រទេសកម្ពុជាជាមួយនឹងការចាប់ផ្ដើមដំបូងខំ budget $500អញ្ចឹងយើងអាចផ្ញើទៅអញ្ចឹងវានឹងជួយឲ្យគំនិតយោបល់យើងឧទាហរណ៍បើសិនយើងមានលុយតិចជាង$500អញ្ចឹងទីមួយយើងអាចបើកហាងកាហ្វេប្រើជាការជា lunch box លក់អាហារdelivery ទៅតាម office អញ្ចឹងទៅ online shop អញ្ចឹងវាជួយបង្កើត idea យើងបានច្រើនចំណុចទី4ដូចឧទាហរណ៍យើងចង់បកប្រែអត្ថបទទៅភាសាខ្មែរអញ្ចឹងយើងគ្រាន់តែសេ translate into ខ្មែរទៅវានឹងបកហា idea ដែលយើងបានសួរវាមិញហ្នឹងជាភាសាខ្មែរមកហើយសូមចាំតិចអញ្ចឹងសម្រាប់អ្នកដែលមិនចេះភាសាអង់គ្លេសក៏ ChatGPT ធ្វើឲ្យយើងមកល្អមកស្អាតមកយើងយល់បានដែរអញ្ចឹងនឹងជាឧទាហរណ៍ខ្លីៗសម្រាប់sharing session សម្រាប់តទៅនឹងការប្រើប្រាស់ ChatGPT ហ្នឹង
បាទអញ្ចឹងមានតែប៉ុណ្្នឹងអរគុណច្រើន